ចាសួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះដែរនេះខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបចាក់បន្តោងសោជៀមហើយនៅក្នុងការចាក់នេះដែរគឺខ្ញុំជ្រើសរើសយកអំបោះត្រចៀកកាមបងប្អូនហើយពេលដែលយើងចាក់គឺយើងត្រូវគូសអំបោះនឹងជាពីរសរសៃដើម្បីឲ្យបន្តោងសោយើងនឹងមានសភាពរឹងល្អហើយខ្ញុំប្រើម្ជុលលេខ3បងប្អូនចាតោះឥឡូវមកចាក់ជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនអញ្ចឹងដំបូងយើងធ្វើ magic ring មកបងប្អូនចាបន្ទាប់មកយើងឡើងកតុយកដរចំនួន2ចាហើយនៅក្នុង magic ring ហ្នឹងគឺយើងចាក់បកលលបងចូលទៅក្នុងហ្នឹងចំនួន12ចាឥឡូវយើងបាន12ហើយឥឡូវយើង slip stick មកបងប្អូនចាគឺយើងចាក់វាចូលនៅបន្លោះទី1ចាបន្ទាប់មកយើងឡើងកតុយកដរចំនួន2ទៀតពេលដែលយើងឡើងកតុយកដរបាន2ហើយគឺយើងចាក់បកលលបងចូលទៅក្នុងបន្លោះទាំង12ហ្នឹងបងប្អូនហើយក្នុងមួយបន្លោះហ្នឹងគឺយើងត្រូវចាក់បន្ថែមអញ្ចឹងយើងត្រូវចាក់បកលលបងចំនួន2អញ្ចឹងនៅពេលដែលចប់ជុំគឺយើងទទួលបានបកលលបងចំនួន24ចាឥឡូវយើងបាន24ហើយឥឡូវយើង slip stick វាមកចាបន្ទាប់មកយើងឡើងកតុយកដរតែមួយបងប្អូននៅជុំទី3ហ្នឹងចាបន្ទាប់មកយើងចាក់បកលលបងទឿនៅបន្លោះទី1គឺយើងចាក់ចំនួន1ប៉ុន្តែយើងចាក់យកផ្នែកខាងក្នុងបងប្អូនចាអញ្ចឹងបន្លោះទី1យើងចាក់1បន្លោះទី2យើងចាក់2បន្លោះទី2មានន័យថាមួយបន្លោះគឺយើងចាក់2ចាឥឡូវយើងចាប់ជុំមកយើង slip stick មកបងប្អូនតែកន្លែងនេះខ្ញុំដាក់កាមេរ៉ារៀងទៅក្រោមតិចមើលអត់សូវច្បាស់បងប្អូន
ចឹងនៅជុំទី4គឺយើងឡើងកតុយកដល់ចំនួន1បន្ទាប់មកយើងចាក់យកតែផ្នែកខាងក្រោមដូចជុំទី3ដែរបងប្អូនអញ្ចឹងយើងត្រូវចាក់បន្លោះទី1យើងចាក់1បន្លោះទី2យើងចាក់បកលលបងទឿ1ដែរហើយបន្លោះទី3គឺយើងបន្ថែមនៅបន្លោះទី3គឺយើងចាក់មកបន្លោះហ្នឹងគឺយើងចាក់2បន្ទាប់មកយើងធ្វើលំនាំដដែលមកបងប្អូនមានន័យថា1 1 2 1 1 2ចាបន្ទាប់មកយើងរាប់សិនបងប្អូនយើងរាប់បកលលបងទឿយើងចំនួន22អានៅជុំទី4ហ្នឹងណាបងប្អូនយើងរាប់បានទៅ22គឺយើងត្រូវចាក់កតុយកដោឡើងទៅលើសិនព្រោះឲ្យយើងត្រូវធ្វើខ្សែយើងចាក់កតុយកដោចំនួន50ចាឥឡូវយើងចាក់បានហើយបងប្អូនអញ្ចឹងយើងធ្វើការភ្ជាប់ចាយើងភ្ជាប់នៅបន្លាស់បន្ទាប់បងប្អូនចាបន្លាស់បន្ទាប់ហ្នឹងគឺដល់រនដែលយើងត្រូវបន្ថែមគឺយើងចាក់បន្តរូបមន្តយើងដដែលហ្នឹងរហូតដល់ចប់ជុំទី4ចាអញ្ចឹងបន្លោះហ្នឹងយើងត្រូវបន្ថែមយើងដល់កន្លែងដែលយើងត្រូវបន្ថែម2បងប្អូនបន្ទាប់មកគឺយើងអនុវត្តតាមរូបមន្តយើងដដែលមកបងប្អូនចារហូតដល់ចប់ជុំទី4ឥឡូវយើងបន្តចាក់ទៀតបងប្អូនគឺយើងដូរពណ៌អំបោះចាគឺយើងចាក់តសៃវាផ្គួបគ្នាពីរបញ្ចូលគ្នាដដែលបងប្អូនគឺយើងដល់វគ្គចាក់រំភាយវាបងប្អូន
ចាំផ្នែកដែលនៅខាងមុខនេះគឺយើងសោកចូលបន្លោះហ្នឹងណាបងប្អូនចាអញ្ចឹងដំបូងឡើយគឺយើងត្រូវឡើងកតុយកដល់ចំនួន1បងប្អូនយើងឡើងកតុយកដល់ចំនួន1បន្ទាប់មកយើងចាក់single crochet 1ឬក៏យើងហៅថាបកលលបងតឿណាចាក់មួយមកហើយយើងឡើងកតុយកដល់ចំនួន3ហើយយើងទៅបន្លោះមុខមួយទៀតគឺយើងចាក់បកលលបងតឿ1កតុយកដល់3តឿ1កតុយកដល់3តឿ1រហូតដល់ចប់ជុំបងប្អូន
ចាហើយឥឡូវយើងចាក់បានមកប្រទេសហើយចឹងមកប្រទេសទៀតយើងចាក់ដូចគ្នាយើងរាប់ដល់បកគោលរវងទឿ22ហើយយើងឡើងកតុយកដល់ចំនួន6បងប្អូនតទៅពីឡើង6ហើយគឺយើងចាក់ភ្ជាប់វាកន្លែងនេះមកគឺយើងចាក់រូបមន្តបន្តគ្នាដូចទៅនឹងប្រទេសទី1ដូចគ្នាបងប្អូនគ្រាន់តែខុសគ្នាត្រង់ថានៅប្រទេសទី1យើងចាក់កតុយកដល់ឡើងខ្សែយ៉ាងវែងមានកតុយកដល់ចំនួន50ដល់ពេលប្រទេសទី2នេះគឺយើងចាក់កតុយកដល់ឡើងតែ6ឯងបងប្អូនកតុយកដល់ហ្នឹងយើងធ្វើសម្រាប់សោកកតុយកដល់វែងចូលហើយបន្ទាប់មកយើងចាក់ដូចគ្នាមករំភាយវាដូចគ្នានឹងបងប្អូនចាហើយនៅប្រទេសទី1ហ្នឹងគឺយើងដេរភ្នែកដេរច្រមុះចាឥឡូវយើងចាប់ផ្ដើមចាក់ត្រចៀកបងប្អូនចាចាក់ត្រចៀកយើងចាក់ប្រើអំបោះអត់ផ្គោះទេបងប្អូនចាអញ្ចឹងយើងធ្វើ magic ring មកយើងចូលបកគោលរវងទឿចំនួន6នៅចំទី1យើងចាក់6ចឹងយើងចាក់បាន6យើង slip stick មក lipstick ហើយយើងឡើងកតុយកដល់ចំនួន1អញ្ចឹងប្រឡាស់ទី1យើងចាក់2ប្រឡាស់ទី2គឺយើងចាក់2ដែរអញ្ចឹងជុំទី2នេះគឺចាក់មកប្រឡាស់2ទាំងអស់lipstick អញ្ចឹងយើងឡើងកតុយកដល់1ចូលដល់ជុំទី3អញ្ចឹងជុំទី3យើងចាក់មកប្រឡាស់ទី1ចាក់1ប្រឡាស់ទី2ចាក់2ប្រឡាស់ទី3ចាក់1ទី4ចាក់2អញ្ចឹងយើងចាក់1 2 1 2រហូតដល់ចប់ជុំទី3អញ្ចឹងនៅជុំទី4បងប្អូនជុំទី4យើងត្រូវដូរពណ៌ដាក់ពណ៌ប្រផេះវិញបងប្អូនចាអញ្ចឹងនៅជុំទី4ហ្នឹងគឺយើងចាក់មកប្រឡាស់មួយមកប្រឡាស់មួយទាំងអស់រហូតដល់ចប់ជុំ
ចាឥឡូវយើងដល់វគ្គភ្ជាប់ហើយបងប្អូនអញ្ចឹងមុននឹងភ្ជាប់គឺយើងត្រូវរាប់7ប្រឡាស់ពីកន្លែងដែលយើងត្រូវភ្ជាប់ខ្សែហ្នឹងបងប្អូន7ប្រឡាស់ទាំងសងខាងយើងរាប់ចេញ7មកចាដល់យើងភ្ជាប់ខ្លួនវារួចរាល់ហើយយើងនឹងដាក់តិចទៀតហើយបងប្អូន
ចាឥឡូវបន្តោងសោយើងគឺរួចរាល់ហើយបងប្អូនចាអរគុណសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបងប្អូនអរគុណ